បងប្អូនហេតុអីខ្ញុំតែងតែគៀងក៏រអាយគោមរលុយរមហូបឆ្ងាញ់ឲ្យបងតបបងប្អូនត្រូវគិតតែចេះអ្វីគ្រប់យ៉ាងវាអត់តន់ចប់ទេពេលនេះគឺជាពេលដកឃ្លាដែលបងប្អូនអាចបញ្ចេញសមត្ថភាពចូលរួមការងារសង្គមអស់នឹងចូលរួមឲ្យទ្រទ្រង់ប្រទេសជាតិហើយយើងកុំគិតពីក្រសួងការពារជាតិកុំគិតពីថ្នាក់ដឹកនាំអីគាត់មានការងាររបស់គាត់ផ្សេងយើងគិតពីថាសន្តានចិត្តទំហំចិត្តយើងដែលត្រូវធ្វើដូចខ្ញុំអញ្ចឹងដល់ពេលខ្ញុំចាប់ផ្ដើមធ្វើមិនដឹងថាអូមានបងកងទ័ពមានបងកងទ័ពជំនួសឆាតសុំនេះសុំនោះសុំនេះសុំនោះពេលខ្លះខ្ញុំឲ្យគាត់អត់គ្រប់គ្នាទេខ្ញុំក៏មានអារម្មណ៍ថាមិនសប្បាយចិត្តព្រោះអីខ្ញុំមិនជាសហមហាសេដ្ឋីបើខ្ញុំជាសមហាសេដ្ឋីខ្ញុំនឹងខំឲ្យបានដល់ទីបញ្ចប់ព្រោះខ្ញុំខ្លួនមួយខ្ញុំអត់ត្រូវការអីទៀតទេហើយដូចខ្ញុំចង់វិភាគរឿងមួយចឹងបងប្អូនដឹងស្រាប់ហើយគេលែងបាញ់គ្នាមែនទេគេលែងបាញ់គ្នាប៉ុន្តែការបាញ់គ្នាអាចកាត់ឡើងអត់ខ្ញុំគ្រាន់តែវិភាគខ្ញុំគ្រាន់តែគិតទីតាំងដែលថៃឈរជើងគឺលើដីខ្មែរទាំងអស់ទី1បរដ្ឋាភិបាលអត់ចង់ច្បាំងអាចឲ្យកន្លែងឈរជើងគេហ្នឹងទៅគេដោយមិនបាច់ទៀមទាតើល្អអត់ចំណុចទី2បើនៅតែទៀមទាទៀតគឺកាន់តែផ្ទុះអាវុធអត់ចំណុចទី3ថាខាងយើងនៅតែផ្ដល់ណាថៃសុកចិត្តអត់តើអាចផ្ទុះអាវុធជាមួយយើងអត់បើយើងនៅតែផ្ដល់ទាលុយវា300,000លានទាទីតាំងដែលវាប្លន់ដីយើងយកមកវិញកត្តាមានពីរទី1កុំធ្វើសង្គ្រាមកន្លែងណាវាឈរជើងឲ្យវាកុំប្តឹងអាហ្នឹងអាចនៅសនុកបានយូរអញ្ចឹងក្បត់ជាតិបាទតែឃើញអត់ទី2ការទៀមទានៅទៀមទាការប្រើច្បាប់នៅតែប្រើច្បាប់តែបើវាមិនព្រមវានៅតែវាយទៀតអញ្ចឹងយើងមានវិធីសាស្ត្រម៉េចបើកំណត់ខ្ញុំទី1នៅតែប្តឹងនៅតែចរចាកុំប្រើធរក្តៅកុំឲ្យមានសង្គ្រាមព្យាយាមពង្រឹងយកកញ្ចប់ថវិកាពង្រឹងលើវិស័យយោធាឲ្យច្រើនដោយសម្ងាត់ចាំពេលគិតថាយើងអាចទៅរួចហើយចាំចាត់ការបណ្ដោយអាហ្នឹងក៏ដិតខ្ញុំទូលយកបានក៏ស្ដាប់ទូលយកបានប្លុកចោលទៅខ្ញុំគាត់និយាយទេហើយវីដេអូនេះមកក៏ដូចនិយាយចឹងអាចសុំអាយកូមឬក៏ម៉ាស៊ីនបុកថ្មអញ្ចឹងត្រូវការអាយកូមម៉ាស៊ីនបុកថ្មព្រោះមានបងของតើយើងសុំបើបងប្អូនមានចំណាប់អារម្មណ៍ជួយពីឥឡូវទៅយកដឹងថាទៅមុខទៀតមិនទេជួយពីឥឡូវជាពេលដែលយើងត្រូវកសាងលានដ្ឋានជាពេលដែលយើងត្រូវពង្រឹងទ័ពជាពេលដែលយើងត្រូវផ្ដល់អាហារឆ្ងាញ់ឲ្យគាត់ហើយតែវារឿងអីកើតឡើងយើងលែងធ្វើបានពេលហ្នឹងគឺគាត់រវល់ហើយ